ថៃជំនះពលរដ្ឋរាប់ពាន់នាក់ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកក្បែរព្រំដែនភាគខាងត្បូងរបស់ថៃដោយក្នុងនោះកងកម្លាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើផ្ទះនិងប្រាសាទនានាក្នុងតំបន់ជាប់ព្រំដែនខ្លួនមឿងផាខុនបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនេះបើយោងតាមការផ្សាយដោយកាសែតថៃ Amarin News តាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃយោធាមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាយន្តហោះមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើផ្ទះនិងប្រាសាទនានាដោយបច្ចុប្បន្ននេះចំនួនអ្នកស្លាប់និងរបួសក្បែរព្រំដែននៅមិនទាន់មានរបាយការណ៍នៅឡើយទេភ្លាមក្រោយការទម្លាក់គ្រាប់បែកមានពលរដ្ឋថៃនិងមីយ៉ាន់ម៉ាសរុបប្រមាណ 15,000 នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពនៅស៊េរីពួកអ៊ីស្លាមប្រដាប់អាវុធមួយក្រុមបានប្រកាសទទួលស្គាល់អំពីភេរវកម្មក្នុងវិហារគ្រឹះសាសនាមួយកន្លែងនៅរដ្ឋធានីដាម៉ាស់ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស25នាក់និងរបួស63នាក់បានកើតឡើងនៅថ្ងៃអាទិត្យកន្លងទៅក្នុងឱកាសដែលក្រុមគ្រឹះបរិស័ទជួបជុំសូត្រធម៌និងអានព្រះគម្ពីរតើសង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនឹងត្រូវចប់ជាស្ថាពរនៅថ្ងៃទី24មីនានេះពិតដែរឬទេកាលពេលវេលាយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារលោកដូណាល់ត្រាំបង្ហោះសារធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយបានអះអាងថាលោកបានស្នើបទឈប់បាញ់ជាស្ថាពរមួយទៅកាន់ភាគីជម្លោះទាំងពីរអ៊ីរ៉ង់អ៊ីស្រាអែលអ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថាគេសុខចិត្តទទួលយកបទឈប់បាញ់នេះហើយតែដោយឡែកអ៊ីរ៉ង់វិញមិនបានបញ្ជាក់ថាយល់ព្រមទទួលឬមិនទទួលឲ្យច្បាស់នោះទេនៅព្រឹកថ្ងៃពុធទី25មិថុនានេះច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានស្ថានភាពស្ងាត់ជ្រងំបន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជាដោយឯកតោភាគីនៅថ្ងៃទី24ខែមិថុនាលោកលីសុវណ្ណរិទ្ធអភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃពុធនេះថាពលរដ្ឋខ្មែរជាង 6,400 នាក់បានចាកចេញពីទឹកដីថៃខណៈពលរដ្ឋថៃចំនួនជាង 1,300 នាក់បានចាកចេញពីទឹកដីកម្ពុជាក្នុងថ្ងៃទី24មិថុនាបើតាមលោកលីសុវណ្ណរិទ្ធអាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលចង់វិលចូលស្រុកវិញក្នុងពេលកើតមានជម្លោះព្រំដែនកម្ពុជាថៃនាពេលនេះ